សម្រេចដំអុយដំអែរបស់វងក្អែកទឹកពីចុងថ្នោតលៃដ៏ខ្ពស់សន្លឹមដែលឆោតណោតត្រឹងពីចុងដៃប្រាំងក្រោមមកល្វើយនារសៀលម៉ោង 3 ស្រូវប្រាំងដែលទើបនឹងអោនដាក់គ្រាប់ថ្មីជះក្លិនពីដាវឥដ្ឋបីនៃអស់ម្អមស្រែដែលលាស់ខៀវស្រងាត់កាត់គុំស្មៅតូចធំប្រជែងគ្នាដុះដោយអំណាចដីល្បាប់ដ៏មានជីវជាតិគុណនិងនេវ៉ាន់កំពុងអង្គុយសម្រាកនៅក្នុងកូនខ្ទមជជែកគ្នាហោហែក៏ដូចជាស្រូបយកនៅជំនួសដ៏ស្រស់ស្រាយដែលបក់មកពីគ្រប់ទិសទីនៃកណ្ដាលវាលស្រែនោះចាប់តាំងពីមានពេលវេលាដ៏ជូរចត់ជាច្រើនកន្លងទៅដោយពួកគេទាំងពីររួមសុខរួមទុក្ខជាមួយគ្នាក្នុងការកម្ចាត់ធ្មប់ព្រៃគឺនេវ៉ាន់នោះមកគុណនិងនេវ៉ាន់គេតែងតែទៅណាមកណាជាមួយគ្នាបីដូចជាដាវហើយនឹងស្រោមដែលឃ្លាតពីគ្នាមិនបាននេវ៉ាន់គោរពស្រឡាញ់គុណមិនខុសពីនាយកាយដែលជាគ្រូដើមឡើយរាល់កិច្ចការនៅក្នុងភូមិភាគច្រើនគុណក៏តែងតែទទួលយកយោបល់ពីនេវ៉ាន់ហើយនេវ៉ាន់វិញក៏តែងតែទទួលបាននូវការស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រមួយពីគុណដូចគ្នាអង្គុយបណ្ដាគុណបានហូតយកដាវបុរាណមួយដើមដែលនេវ៉ាន់ប្រើវាស្ទើរតែប្រហារធ្មប់ព្រៃនៅកាលនោះបានទៅហើយប្រវែងជិត1 ហត្ថកន្លះមានមុខមុតស្រួចសចាំងត្រង់ផ្នែកកណ្ដាលនៃផ្លែដាវមានឆ្លាក់អក្សរយ័ន្តតាំងពីគល់រហូតដល់ចុងទំនងក៏ប្រហែលជាបាលីអដ្ឋានចងអាគមរបស់ដាវនោះក៏មិនដឹងប៉ុន្តែគេទាំងពីរព្រមទាំងចាស់នៅក្នុងភូមិផ្សេងទៀតក៏រកអានមិនយល់ឡើយនៅផ្នែកដងដែលធ្វើឡើងពីដើមទ្រាំងខ្មៅរលោងនិងមានស្នាមគំនុះខ្វាត់ខ្វែងសុះសាច់គ្មានចន្លោះបន្តិចសោះប៉ុន្តែផ្លែអ្វីដែលស្រោមខាងក្រៅធ្វើឡើងពីឈើធម្មតាមួយនិងគ្មានលក្ខណៈពិសេសអ្វីឡើយគុណអង្គុយពិនិត្យមើលដោយយកចិត្តទុកដាក់ព្រោះមិនដឹងទេថាតើជាងឯណានេះមួយហេតុអ្វីអាចធ្វើវាកើតឡើងបានល្អយ៉ាងនេះវ៉ាន់ណាឯងដាក់ដាវនេះតាមខ្លួនយូរឆ្នាំហើយដែលមានដឹងប្រវត្តិអ្វីខ្លះដែរឬអត់គុណសួរទៅនេវ៉ាន់ព្រោះចង់ដឹងខ្ញុំដឹងខ្លះតើលបងព្រោះគ្រូកាយបានដំណើរប្រាប់មុនពេលដែលគាត់ឲ្យវាមកខ្ញុំតាមមើលដាវនេះប្រហែលមានប្រវត្តិមិនធម្មតាទេគុណតបនឹងបញ្ជាក់ពីក្រោយដោយនេវ៉ាន់ក៏ចាប់ផ្ដើមរៀបរាប់តាមអ្វីដែលគ្រូកាយបានប្រាប់នៅចំនួននោះនេកាយគឺជាអ្នកងប់ងល់នឹងការស្វះស្វែងរៀនអាគមម្នាក់បើទោះបីជាគ្រូតាបានបង្រៀនច្រើនហើយក៏ដោយមានថ្ងៃមួយនេកាយដើរឆ្លងកាត់ព្រៃរហូតដល់ភូមិបុរាណមួយភូមិនោះឥឡូវលេចឮដំណឹងថាបានបំផ្លាញដោយគ្រោះធម្មជាតិទៅហើយនៅក្នុងភូមិបុរាណនោះនេកាយបានស្គាល់ជាងដែកដ៏ល្បីពូកែម្នាក់បើតាមដឹងជាងនោះឈ្មោះជ័យជាងជ័យធ្វើជាងដែកតរាប់ដំណរមកហើយគឺតាំងពីដូនតារបស់គាត់មកម្លេះហើយអ្វីដែលពិសេសនោះគឺដូនតាជាងជ័យធ្លាប់ជាជាងដែកសម័យលង្វែកដែលកាលនោះរាជការបានឲ្យតាទូតគាត់ធ្វើដាវសម្រាប់ទាហានជាច្រើនទុកការពារពីសំណាក់ប្រចាំមិត្តលោកជំនាញនេះនៅមាននៅក្នុងខ្លួនស្រាប់ផងជាងជ័យក៏នៅតែដំដែកផលិតអាវុធលក់ឲ្យអ្នកស្រុកព្រៃភ្នំរហូតមកនាថ្ងៃមួយនេកាយបានទៅឃើញជាងជ័យលុតដែកហើយជាងជ័យផ្ទាល់ក៏ដូចជាចូលចិត្តនិងចង់រាប់អានជាមួយនេកាយផងនោះជាងជ័យបានប្រគល់ដាវបុរាណមួយដែលសល់ពីដូនតាឲ្យមកនេកាយគ្រាន់តែទទួលបានដាវនោះភ្លាមនេកាយហាក់ទទួលបានអាវុធពិសេសដែលទេវតាប្រទានអញ្ចឹងព្រោះថាដាវនោះក៏ដូចជាមានវិញ្ញាណពិសេសដែលធ្វើឲ្យនេកាយជាម្ចាស់ថ្មីមានអារម្មណ៍ថាកក់ក្ដៅនិងស្និទ្ធស្នាលចម្លែកណាស់នៅថ្ងៃបន្ទាប់
និកាយបានយកដាវនោះដើរកាត់ព្រៃឆ្លងភ្នំដើម្បីធ្វើដំណើរបន្តទៅមុខទៀតនិកាយបានប្រើវាសម្រាប់ខ្លាព្រៃកំណាចអស់3ក្បាលនិងពស់ត្បាល់ធំៗ3ក្បាលទៀតផងដែលសត្វព្រៃកាចសាហាវទាំងនោះបានឆក់យកជីវិតអ្នកព្រៃភ្នំអស់ជាច្រើនមកហើយលុះពេលដែលនិកាយប្រើដាវបុរាណប្រហារពួកវាងាប់អស់ដែលធ្វើឲ្យអ្នកស្រុកព្រៃភ្នំជាច្រើនសប្បាយសាទរនិងចាប់ផ្ដើមល្បីល្បាញស្គាល់ឈ្មោះនិកាយគ្រប់ទិសទីបន្ទាប់ពីប្រឡាក់ឈាមសត្វព្រៃទាំង6ក្បាលនោះដែលជាសត្វកំណាចធ្វើឲ្យដាវមានអំណាចពិឃាតម្យ៉ាងដែលគួរឲ្យខ្លាចរអាឲ្យតែមានវាទៅដល់ទីណាកុំថាឡើយសត្វកាចសាហាវសូម្បីតែសត្វស្លាបតូចតាចក៏មិនហ៊ានស្រែកយំផងធ្វើដំណើរអស់ពេល 4-5 ថ្ងៃនិកាយបានមកដល់តំបន់រូងភ្នំចំណាស់មួយដែលទំនងជាកន្លែងរបស់សច្ចាំងបងបតលោកធ្វើសំណាក់ធម៌ស្វែងរកបៃតេនិកាយក៏ចាប់ផ្ដើមរៀបចំទីតាំងនោះដោយត្រង់យកទឹកសន្សាមរាត្រីព្រៃភ្នំបានមួយកូនផ្តិលបន្ទាប់មកនិកាយបានយកដាវបុរាណត្រាំនៅក្នុងភាជន៍មួយដែលមានទឹកសន្សាមពេញព្រាបរូបគេបានប្រើវិជាអាគមទាំងអស់ដែលបានពីគ្រូតាសូត្រដាស់វិញ្ញាណរហូតទាល់តែទឹកសន្សាមរីងខាស់ពុះអស់ហើយការសូត្រនោះទៀតសោតគឺប្រើរយៈពេល7 យប់ 7 ថ្ងៃឯណោះដោយមិនក្រាបឲ្យដាច់សមាធិឡើយហើយចាប់តាំងពីថ្ងៃនោះមកដាវបុរាណមួយដែលមានវិញ្ញាណសន្ធិដ្ឋនោះក៏តាមការពារនិកាយរហូតបើកាលណាដកចេញពីស្រោមហើយគឺត្រូវតែប្រឡាក់ដោយឈាមជាដាច់ខាតបន្ទាប់ពីទទួលបានអាវុធនោះហើយនិកាយក៏បានដើរឆ្លងព្រៃកាត់ភ្នំស្ទើរគ្រប់ទីកន្លែងដើម្បីស្វែងរកនាយវ៉ែនដែលជាកូនចៅចាស់គោលបំណងគឺដើម្បីសងសឹកឲ្យកេសាស្រាប់តែចៃដន្យអ្វីថ្ងៃមួយនិកាយក៏បានតាមរកនាយវ៉ែនឃើញដូចចិត្តមែនហើយពួកគេទាំងពីរនាក់ក៏បានប្រយុទ្ធគ្នានាយកណ្ដាលព្រៃស្ងាត់ផើអស់សពសត្វព្រៃតូចធំលុះចុងក្រោយនាយវ៉ែនក៏ត្រូវមួយដាវចំស្មាខាងស្ដាំក្តៅអន្ទះអន្ទែងគឺស្ទើរតែរលាយនិងសាបអាគមខ្មៅអស់ពីខ្លួនហើយនេះក៏ជាមូលហេតុដែលនាយវ៉ែនខ្លាចអំណាចរបស់ដាវបុរាណនោះឲ្យតែដឹងចំហាយដាវនេះនៅទីកន្លែងណាគេក៏ដើរគេចរាប់រយយោជន៍ហើយនេះក៏ជាមូលហេតុដែលនាយវ៉ែនបាត់មុខលាក់ខ្លួនពួននៅក្នុងព្រៃសំងំរៀនអាគមមិនដែលឲ្យអ្នកណាឃើញមុខឡើយគុណអង្គុយស្ដាប់ការរៀបរាប់របស់នាយវ៉ាន់អំពីប្រវត្តិខ្លះៗរបស់ដាវបុរាណដោយយកចិត្តទុកដាក់តែទោះជាយ៉ាងណាគុណក៏គ្មានបំណងប្រើប្រាស់វាទុកការពារខ្លួនអ្វីនោះទេព្រោះគេយល់ថានិកាយប្រគល់ជូនអ្នកណាឲ្យអ្នកនោះថែរក្សាចោះប៉ុន្តែចំពោះនាយវ៉ាន់វិញគេរងចាំរកម្ចាស់ឲ្យដាវបុរាណនេះយូរមកហើយក្រោយពីគុណក៏គ្មានអ្នកណាស័ក្តិសមទេត្បិតអីគុណទទួលបានកៅភ្នែកពីម្ចាស់ដើមបើប្រគល់ឲ្យគុណគឺដូចគ្នាទៅនឹងប្រគល់ឲ្យនិកាយវិញអញ្ចឹងនៅវេលាល្ងាចមួយស្ថានភាពភូមិលើក៏ដូចជាស្ងប់ស្ងាត់អ្នកភូមិខ្លះកំពុងអង្គុយជុំគ្នាតាមកូនភ្នក់ភ្លើងតូចៗហូបតែជជែកគ្នាដោយរីករាយពេលនោះមានបរិសុទ្ធ2នាក់ស្លៀកពាក់និងស្ពាយបង្វិចពីក្រោយរៀងតោកយ៉ាកបន្តិចបង្ហាញពីសភាពដែលឆ្លងកាត់ព្រៃជ្រៅអស់ជាយូរថ្ងៃមកហើយឃើញពីសភាពដ៏កំសត់របស់បរិសុទ្ធវ័យកណ្ដាលទាំងពីរនោះភ្លាមអ៊ំយូបានសួរនាំនិងចាក់ទឹកឲ្យហូបដោយក្តីអាណិតបន្ទាប់ពីសាកសួរគេទាំងពីររួចមកទើបដឹងថាពួកគេទាំងពីរនាក់ដើរគ្មានគោលដៅនោះទេនិយាយរួមគឺវង្វេងពេញតែព្រៃនឹងឯងសំណាងហើយដែលបានមកដល់ភូមិលើនេះដោយក្តីអាណិតអ្នកភូមិក៏ជួយគ្នាម្នាក់បន្តិចរៀបចំឲ្យគេទាំងពីរសម្រាកនិងហូបចុកឲ្យមានកម្លាំងឡើងវិញតែទោះជាយ៉ាងនេះក្តី
គុណនឹងនីវ៉ាន់មិនទាន់បានឃើញពួកគេទាំងពីរឡើយគឺដោយសារតែពួកគេបានចេញទៅបរបាញ់កំសាន្តនិងមិនទាន់ត្រឡប់មកភូមិវិញឡើយម៉ោងប្រមាណជា5ភ្លឺល្អះល្អះចន្លោះចង្កៀងមុខផ្ទះខ្លះក៏ត្រូវរលត់ព្រោះម្ចាស់គេហាបានចេញមកបោះជ្រះសម្អាតទីធ្លាប៉ុន្តែអកោកតូចធំក៏នៅតែរងាវស្រែកដាស់អ្នកដែលនៅក្នុងដំណេកនៅឡើយមិនយូរប៉ុន្មានក៏ស្រាប់តែមានអ្នកភូមិម្នាក់រត់មកផ្ទះគុណនិងស្រែកហៅដោយត្រហេបត្រហប់បន្តិចក្រោយមកទើបមេភូមិគុណដឹងថាគោរបស់អ្នកភូមិជាច្រើនក្បាលងាប់អស់មិនដឹងតាំងពីថ្មណាមកឮភ្លាមគុណហាក់ស្រងាក់ចិត្តព្រោះថាគម្រោងដែលត្រូវដឹកស្បៀងទៅលក់នៅឯភូមិឆ្ងាយអាចនឹងត្រូវពន្យាពេលត្បិតថាបាត់កម្លាំងអស់ទាញអស់ទៅហើយរឿងដែលពិបាកបំផុតនោះគឺស្បៀងសម្រាប់លក់ដូរអាចនឹងត្រូវខូចខាតអាសាបង់ព្រោះចំនួនច្រើនលើសលប់ពេកក្រោលគោរួមរបស់អ្នកភូមិដែលមានគោនិងក្របីសរុបប្រមាណជា30-40ក្បាលគឺត្រឹមតែមួយយប់សោះត្រូវងាប់អស់គ្មានសល់មួយក្បាលណាឡើយគុណនិងនីវ៉ាន់ក៏ចាប់ផ្ដើមដើរពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយដើម្បីរកឲ្យឃើញមូលហេតុប៉ុន្តែក៏ហាក់គ្មានតម្រុយអ្វីបន្តិចសោះបើថាជាជំងឺធម្មជាតិវារឹតតែមិនអាចទៅរួចលុះពិនិត្យចុះឡើងគុណក៏បានឃើញដុំស្លឹកឈើស្រស់មួយដុំដែលមានសន្តានដូចទៅនឹងរបស់សម្រាប់ដុតដេញមូសប៉ុន្តែក្លិនរបស់វាហិតប៉ះតែបន្តិចសោះក៏ធ្វើឲ្យគ្រប់គ្នាឈឺក្បាលងឿងវល់មុខវាសឹងតែទ្រាំមិនបានដូចនេះជាជំហានដំបូងយើងសន្និដ្ឋានបានថាមូលហេតុគឺអាចមកពីរបស់នេះក៏ថាបានដែរបើតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើស្លឹកឈើទាំងនោះក៏ដូចជាធម្មតាទេប៉ុន្តែតាមការបញ្ជាក់របស់នៃវ៉ាន់ដែលធ្លាប់មានបទពិសោធន៍ឃើញថាវាគឺជាផ្សែងពុលដ៏ខ្លាំងម្យ៉ាងដែលក្រុមចៅព្រៃចូលចិត្តប្រើសម្រាប់សម្បុកជ្រូកព្រៃកុំថាឡើយដល់សត្វសូម្បីតែមនុស្សក៏ពិបាកទប់នឹងក្លិនផ្សែងរបស់វាដែរប៉ុន្តែនៅក្នុងជំរំចៅព្រៃមានតែនាយកាយនិងនាយវ៉ាន់ប៉ុណ្ណោះដែលដឹងពីវិធីផ្សំតែពួកគេទាំងពីរនាក់បានស្លាប់ទៅហើយតើមានអ្នកណាអាចផ្សំថ្នាំពុលទាំងនេះបានទៀតមេភូមិគុណក៏ចាប់ផ្ដើមសួរអ្នកផ្សេងទៀតដែលនៅទីនោះនិយាយអញ្ចឹងខ្ញុំឮថាកាលពីល្ងាចដូចជាមានមនុស្សចម្លែក2នាក់មកសុំស្នាក់នៅក្នុងភូមិយើងមែនទេលោកអ៊ំវ័យចំណាស់ម្នាក់ក៏ឆ្លើយតបភ្លាមឡើងអូអ៊ំភ្លេចប្រាប់ពួកគេទាំង2នាក់ស្នាក់នៅកូនខ្ទមក្បែរផ្ទះអ៊ំមកខ្ញុំមិនទាន់បានទៅឃើញមកពួកគេផងតើគេទាំង2នាក់នោះមានសាវតាប្រវត្តិយ៉ាងម៉េចខ្លះយើងទាំងអស់គ្នាគឺសុទ្ធតែមិនដឹងមួយសន្ទុះក្រោយមកក៏មានបរិសុទ្ធកំឡោះម្នាក់រត់មកដល់កន្លែងកើតហេតុនិងក៏ស្រែកប្រាប់ទៅមេភូមិថាលបងគុណអ៊ំចាស់2នាក់នោះក៏ដូចជាបាត់ខ្លួនហើយមិនឃើញនៅក្នុងកូនខ្ទមទេបន្ទាប់ពីទទួលដំណឹងភ្លាមគុណក៏ព្រមទាំងនេវ៉ាន់ក៏ដាក់ការសង្ស័យថាការងាប់គូជាច្រើនក្បាលលើកនេះគឺពិតជាស្នាដៃរបស់បរិសុទ្ធចម្លែកទាំង2នាក់នោះមិនខានស្ថិតនៅក្នុងកលៈទេសៈដ៏លំបាកនេះបើក្នុងភូមិគ្មានកម្លាំងអស់ទាញទេស្បៀងជាច្រើនគឺច្បាស់គេត្រូវខូចអាសាបងឥតកែហើយគិតទៅអ្នកភូមិទាំងអស់គឺពិតជាក្តៅក្រហាយនឹងបរិសុទ្ធ2នាក់នោះណាស់ខំយកចិត្តទុកដាក់និងទទួលបាយទឹកកន្លែងស្នាក់នៅបែរជាចង់បំផ្លាញភូមិយើងទៅវិញវ៉ាន់និយាយខ្សឹបទៅគុណព្រោះមិនចង់ឲ្យអ្នកផ្សេងឮលបងកាលខ្ញុំនៅក្នុងព្រៃធ្លាប់ឮដំណឹងចចាមអារាមពីក្រុមចៅព្រៃថានៅក្នុងព្រៃជ្រៅមានស្ដេចពឹសនិងស្ដេចថ្នាំពុល2នាក់ក្រុមរបស់ខ្ញុំកាលនោះក៏ធ្លាប់រងគ្រោះដោយសារពួកគេទាំងពីរនោះដែរប៉ុន្តែពួកយើងមិនដែលបានឃើញរូបរាងពិតប្រាកដរបស់ចៅព្រៃទាំងពីរនោះឡើយ
គុណសិនចង្កិតបន្តិចមុននឹងតបថាបើសិនជាពួកគេទាំងពីរនោះមែនយើងរៀងពិបាកបន្តិចហើយព្រោះយើងនៅអាទីភ្លឺឯពួកគេលាក់ខ្លួនពូនអាត្មារហូតមិនងាយនឹងបានរកឃើញគ្នាទេគុណក៏បន្តទៀតថារឿងដំបូងដែលយើងត្រូវដោះស្រាយគឺយើងត្រូវទៅរកទិញដូរគោក្របីពីស្រុកផ្សេងឲ្យបានច្រើនសិនដើម្បីបានដឹកស្បៀងទៅលក់បន្តព្រោះស្ដាយកម្លាំងអ្នកភូមិយើងខំប្រមូលផលណាស់ដោយមានការសម្រេចមតិពីអ៊ំចាស់ព្រឹទ្ធាចារ្យដែលយល់ស្របពីការលើកឡើងរបស់គុណក្នុងការស្វែងរកទិញដូរគោក្របីពីភូមិស្រុកដទៃពួកគាត់បានឲ្យគុណជ្រើសរើសបរិសុទ្ធកំឡោះ 4-5 នាក់រួមដំណើរទៅជាមួយនៅព្រឹកបន្ទាប់គុណនិងនាយវ៉ាន់ព្រមទាំងអ្នកកំឡោះ 3 នាក់ផ្សេងទៀតរៀបចំជាស្រេចក្នុងការផ្សងព្រេងទៅភូមិឆ្ងាយមួយរយៈប៉ុន្តែមុនពេលចេញដំណើរមេភូមិគុណបានប្រគល់កិច្ចការទាំងអស់ឲ្យទៅអ៊ំយូនិងបានបញ្ជាក់ទៅលោកពុកថាបើមានរឿងអ្វីបន្ទាន់សូមពុកផ្ដល់ដំណឹងឲ្យខ្ញុំឡើងផងខ្ញុំធ្វើដំណើរទៅភូមិខាងកើតបើមានបញ្ហាអ្វីសូមប្រាសេះមួយក្បាលនេះទៅតាមខ្ញុំផងរៀបចំផ្ដាំផ្ញើរួចស្រេចបាច់រទេះគុណក៏ចាប់ផ្ដើមចេញដំណើរយឺតតាមកន្លងរទេះឆ្ពោះទៅក្រៅភូមិនិងសម្ដៅទៅភូមិខាងកើតតាមទិសដៅដែលបានកំណត់រទេះមួយគ្រឿងដែលមានគ្នាជិះនិងធ្វើដំណើររហូតដល់ទៅ 5 នាក់គឺពិតជាពិបាកដល់កម្លាំងអស់ទាញបន្តិចដូច្នេះហើយទើបពួកគេមិនអាចធ្វើដំណើរបង្ខំនោះទេបើតាមដឹងភូមិស្រុកនៅភូមិខាងកើតគឺជាភូមិស្រុកដែលសម្បូរទៅដោយដំណាំភោគផលនិងគូអំពែច្រើនសន្ធឹកណាស់ព្រោះថាទឹកដីនៅទីនោះមិនសូវជាដាច់ស្រយាលឆ្ងាយពីគ្នាពេកបន្ទាប់ពីការធ្វើដំណើរដល់ល្វើយកម្លាំងអស់រយៈពេលជាច្រើនថ្ងៃក្រុមមេភូមិគុណទើបមកដល់កូនភូមិមួយដែលមានមនុស្សម្នាច្រើនកកកនិងជួបជុំគ្នាលេងកម្សាន្តសប្បាយនៅតាមប្រពៃណីរបស់ស្រុកភូមិគេគ្រាន់តែឃើញរទេះចម្លែកចូលដល់ភូមិភ្លាមបូករួមនឹងមានគ្នា 5-6 នាក់នៅលើរទេះផងនោះអ្នកភូមិភាគច្រើនក៏ខំតាមសម្លឹងមើលមកក្រុមគុណដោយក្រសែភ្នែកចម្លែកនិងអ្នកខ្លះក៏ដើរសម្ដៅមកដោយភាពអង្អាចគុណនិងអ្នកទាំងអស់គ្នាដែលនៅលើរទេះក៏ចាប់ផ្ដើមដាក់អាវុធដេស្ពេក្រៅខ្នងចុះដើម្បីបង្ហាញការគោរពដល់ម្ចាស់ភូមិសំឡេងស្រែកខ្លាំងៗសម្ដៅមកក្រុមគុណដោយបរិសុទ្ធកំឡោះម្នាក់ដែលជាម្ចាស់ភូមិចំមនុស្សចម្លែកមកពីណារៀបចំតុបតែងខ្លួនដូចជាចៅព្រៃគ្រាន់តែលើពាក្យនេះភ្លាមនាយវ៉ាន់រួមទាំងអ្នកផ្សេងប្រងស្ទុះក្រោកងើបព្រោះគេគិតថាខ្លួនគេបានកែខ្លួនយូរមកហើយមិនចង់លើពាក្យចៅព្រៃនេះទៀតទេប៉ុន្តែភ្លាមនោះដែរគុណក៏បានចាប់ដៃជាប់ហើយក៏បានក្រោកឈរនិយាយដោយគោរពទៅម្ចាស់តំបន់និងបានរៀបរាប់ប្រាប់ពីគោលបំណងដែលមកដល់ទីនេះតែទោះបីជាខំនិយាយរៀបរាប់យ៉ាងណាក៏អ្នកភូមិទាំងអស់ដូចជាមិនទុកចិត្តព្រោះនៅតែគិតថាក្រុមគុណជាពពួកចៅព្រៃនិងបានសម្លក់សម្លឹងមកមើលគុណគ្រប់គ្នាមិនយូរប៉ុន្មានក៏មានបរិសុទ្ធដែលជ្រេដោយវ័យម្នាក់មានពុកមាត់ពុកចង្ការសក្បោះក៏មានប្រសាសន៍ឡើងថាអូតាមពិតពួកក្មួយមកពីស្រុកឆ្ងាយទៅតើចុះសម្រាប់សិនមកនៅទីនេះមានគោក្របីច្រើនណាស់ចង់បានប៉ុន្មានក្បាលក៏បានដែរអ្នកទាំងអស់គ្នាក៏ចុះពីរទេះនិងសម្ដៅទៅកាន់លោកអ៊ំដែលមានប្រសាសន៍មុននេះមិនទាន់បានតបអ្វីផងក៏ស្រាប់តែបរិសុទ្ធវ័យកណ្ដាលម្នាក់និយាយខ្លាំងពីលើផ្ទះមកថាបើពួកឯងចង់បានគោក្របីចាំយើងឲ្យទៅពួកឯងព្រមលេងល្បែងនេះជាមួយយើងបរិសុទ្ធនោះនិយាយព្រមទាំងលើកដៃចង្អុលទៅក្រុមមនុស្សផ្សេងទៀតដែលកំពុងតែលេងល្បែងភ្នាល់មួយយ៉ាងគឺការទូទាយចំនួនគ្រាប់នាយវ៉ាន់ក្រឡេកមើលទៅបរិសុទ្ធដែលនិយាយមុននេះគឺស្រាប់តែគេភ្ញាក់ផ្អើលនិងបើកភ្នែកធំ
ហើយក៏ខ្សឹបដាក់ត្រចៀកគុណតិចៗថាលបងខ្ញុំស្គាល់គេម្នាក់នោះគេជាដួងខៅមានទ្រព្យធនម្នាក់ដែលតែងតែកັບកេងគៀបសង្កត់អ្នកភូមិក៏ព្រោះតែអាងអំណាចកាលនោះបើគុំតែលបងកាយខាត់ទេកុំអីគេម្នាក់នេះស្លាប់ក្រោមដៃក្រុមយើងបាត់ហើយលោកដងខៅជាអ្នកមានទ្រព្យធនម្នាក់នៅក្នុងភូមិហើយប្រុសកំឡោះភាកច្រើនបានខ្លាយទៅជាបាវបំរើរបស់គេក៏ព្រោះតែចាញ់ភ្នាល់ល្បែងនេះបើមានអ្នកទាយត្រូវគេពិតជាទទួលបានរង្វាន់ពិតប្រាកដមែនប៉ុន្តែបើចាញ់គេត្រូវដាក់ជាចំនួនថ្ងៃខែឆ្នាំមកធ្វើជាទាសករនៅផ្ទះរបស់គាត់មានអ្នកភូមិខ្លះលេងជ្រុលខ្លួនត្រូវចាញ់ដល់ខៅនោះអស់ដល់ពេល20ឆ្នាំក៏មានដែរហើយបើគ្មានប្រាក់មកលួសទេគឺប្រកាសជាត្រូវបំរើគេអស់មួយជីវិតដូចជាទាសករមិនខានដោយបានដឹងប្រវត្តិខ្លះៗរបស់នាយដង្ខៅហើយមេភូមិគុណក៏តបទៅវិញភ្លាមថាខ្ញុំគ្មានរបស់ទ្រព្យអ្វីដើម្បីភ្នាល់ជាមួយលោកទេហើយក៏មិនចូលចិត្តលេងល្បែងភ្នាល់បែបនេះដែរសូមត្រឹមតែលោកព្រមលក់គោក្របីខ្លះមកឲ្យខ្ញុំទៅបានហើយនាយដង្ខៅឆ្លើយតបក៏ដូចជាចំអកមកគុណមុននឹងបន្តថាគោយើងលក់មួយក្បាល10ដំឡឹងតែបើឯងព្រមលេងជាមួយយើងឈ្នះម្ដងយើងឲ្យឯង10ក្បាលគ្រាន់តែលេងភ្លាមនាយវ៉ាន់លួចញញឹមចុងមាត់ហើយក៏តបទៅវិញភ្លាមថាចុះបើពួកយើងចាញ់បើពួកឯងចាញ់មានអីទៅពិបាកគឺនៅធ្វើជាបាវបំរើរបស់យើង10ខែទៅបានហើយនាយដង្ខៅតបដោយពាក្យនឹងចរិតខែងរែងរំពេចនោះមានអ្នកកំឡោះម្ចាស់តំបន់ម្នាក់ទំនងជាចិត្តល្អនិងអាណិតក្រុមគុណបានដើរមកក្បែរនិងនិយាយតិចៗថាពុំលេងអីលបងបើត្រឹមតែដើររកទិញគូក្របីទៅរកទិញឲ្យភូមិផ្សេងក៏បានដែរស្រួលមិនស្រួលបើចាញ់ត្រូវនៅបំរើដង្ខៅអប្រេកនេះរាប់ឆ្នាំដូចជាពួកខ្ញុំក៏ថាបានអ្នកទាំងអស់គ្នាទំនងយល់ស្របសម្ដីរបស់អ្នកកំឡោះម្នាក់នេះប៉ុន្តែនឹកឃើញដល់កាយវិការនិងភាពក្រអឺតក្រទមរបស់ដង្ខៅគុណក៏យល់ព្រមលេងជាមួយនាយដង្ខៅនឹកសង្ឃឹមព្រួយក្នុងចិត្តព្រោះយល់ថានឹងទទួលបានទាសករចំនួន5នាក់ទៀតមិនខានមេនៅក្នុងវងលបែងក៏ចាប់ផ្ដើមលើកកូនផ្តិលស្ពាន់មួយក្រឡុកចុះក្រឡុកឡើងចិត្ត10ជុំបន្ទាប់មកហុកមួយទំហឹងទៅលើតុនិងបានស្រែកបញ្ជាក់ទៅគុណឲ្យទាយគុណញញឹមបន្តិចហើយសម្លឹងទៅមុខបរោះដែលជាមេនោះក៏បានដឹងភ្លាមថាគេមិនមែនជាមនុស្សធម្មតានោះទេគឺគេជាគ្រូអាគមម្នាក់និងចេះវិជ្ជាបំផន់ភ្នែកអញ្ចឹងតាបានជាអ្នកភូមិលេងមិនឈ្នះដង្ខៅនេះសោះគុណក៏ចាប់ផ្ដើមនិយាយខ្សឹបទៅគ្រូអាគមម្នាក់នោះលបងរៀនវិជ្ជាចេះច្រើនណាស់មិនសមណាយកមកប្រើបំរើមនុស្សអាក្រក់អញ្ចឹងសោះលបងអត់អាណិតអ្នកភូមិក្រខ្សត់ទាំងអស់នោះទេអីបរោះដែលជាមេនៅក្នុងវងលបែងមើលមកគុណដោយចម្លែកត្បិតគុណអាចមើលដឹងពីសមត្ថភាពរបស់គេព្រោះតាំងពីដើមមកគ្មានអ្នកណាម្នាក់មើលដឹងឡើយគេគិតថាគុណជាមនុស្សដែលមិនធម្មតាម្នាក់ប៉ុន្តែបរោះនោះក៏នៅតែចង់ឈ្នះគុណព្រោះអាចទទួលបានលាភសក្ការៈច្រើនពីដង្ខៅគុណចាប់ផ្ដើមសម្លឹងទៅកូនផ្តិលប៉ុន្តែមើលមិនឃើញថាប៉ុន្មានគ្រាប់ឡើយដែលហេតុតែបរោះជាមេនោះប្រើអាគមមហាសំកាំងបាំងបាត់ដែលមានកូនដុំអ្វីមួយយ៉ាងពណ៌ខ្មៅងងឹតបាំងចំពីមុខគុណនៅខណៈនោះគុណក៏បានយកដៃស្ទាបទ្រូងនិងអង្អែលរូបកៅភ្នែកទើបមើលទៅធ្លុះដល់ក្នុងកូនផ្តិលបង្ហាញចំនួនលេខ3គ្រាប់ប៉ុន្តែគុណធ្វើជាឆ្លើយឲ្យខុសជាហេតុធ្វើឲ្យញើយដង្ខៅសោចសប្បាយក្អាកក្អាយបូករួមនឹងពាក្យចំអករបស់អ្នកភូមិខ្លះទៀតផងនៅក្តារទី1នេះគុណចាញ់ដោយដាក់រយៈពេលត្រឹមតែ3ខែប៉ុណ្ណោះចំណែកនៅដៃទី2
គុណលេងឲ្យខ្លាំងជាងមុនបន្តិចដោយដាក់រយៈពេល5ឆ្នាំភ្លាមនោះនេះដង្ខៅសាទរទទួលភ្លាមព្រោះយល់ថាគុណប្រកាសជាចាញ់ជាលើកទី2មិនខានរីឯលើកនេះគុណក៏ធ្វើដោយលើកមុនអញ្ចឹងគុណបានមើលឃើញច្បាស់ទាំងអស់ក៏ព្រោះតែអំណាចកៅភ្នែកអាគមនៅលើទ្រូងប៉ុន្តែគុណក៏នៅតែធ្វើឆ្លើយខុសដដែលធ្វើឲ្យអ្នកភូមិសោកសប្បាយក្អាកក្អាយពិសេសគឺនាយដង្ខៅនោះឯងការភ្នាល់ចាញ់ទាំងពីរលើកនាយដង្ខៅក៏រឹតតែចំអកហើយក៏ថែមទាំងហៅគុណព្រមទាំងអ្នកទាំងអស់គ្នាថាជាអ្នកបម្រើពេញមាត់យ៉ាងណាគុណបានចាញ់5ឆ្នាំ3ខែទៅហើយប៉ុន្តែមុននឹងលេងក្តារចុងក្រោយគុណនិយាយទៅនាយដង្ខៅថាលោកដង្ខៅខ្ញុំបានចាញ់លោកអស់5ឆ្នាំទៅហើយលើកនេះបើខ្ញុំចាញ់ខ្ញុំព្រមធ្វើជាទាសករបម្រើលោកអស់មួយជីវិតទោះជាលោកឲ្យខ្ញុំធ្វើអ្វីក៏មិនជំទាស់ឡើយប៉ុន្តែបើសិនជាខ្ញុំមានសំណាងអាចឈ្នះខ្ញុំសូមតែគោ20ក្បាលនិងសេរីភាពរបស់អ្នកភូមិកំឡោះទាំងអស់នោះដែលធ្វើជាទាសកររបស់លោកតើបានដែរឬទេនាយដង្ខៅប្រកែកញ៉ាញតបមកវិញភ្លាមថាយីអើខ្លួនឯងមានតម្លៃប៉ុណ្ណាបានជាមកសុំដោះដូរជាមួយមនុស្សយើង20ទៅ30នាក់នោះពួកឯងមានតែគ្នា5នាក់ហ្នឹងមិនសមនឹងតម្លៃនៃការភ្នាល់ទេដោយបានដឹងថានាយដង្ខៅជាមនុស្សអួតក្រអឺតក្រទមគុណក៏សម្ដែងធ្វើអាការៈជាខ្លាចរអាលោកដង្ខៅមានទ្រព្យច្រើនណាស់តើមកខ្លាចអីនឹងការបាត់បង់គោដល់20ក្បាលនិងអ្នកបម្រើ20-30នាក់នោះទ្រព្យសម្បត្តិប៉ុណ្ណេះគឺគ្រាន់តែប៉ុនចុងក្រចករបស់លោកតែប៉ុណ្ណោះឯងនាយដង្ខៅពេបមាត់ងក់ក្បាលដោយអំនួតនិងពាក្យបញ្ជោរបស់គុណហើយឆ្លៀតដៀងកន្ទុយភ្នែកទៅមើលកូនចៅដែលជាមេនៅក្នុងវងលបែងដែលឃើញគេងក់ក្បាលញញឹមថាប្រកាសជាឈ្នះនាយដង្ខៅក៏យល់ព្រមភ្លាមគ្រូអាគមដែលជាមេក៏ចាប់ផ្ដើមក្រឡុកផ្ទើស្ពនសារជាថ្មីដល់ភាពជឿជាក់ពេលនោះគុណក៏ប្រើក្រសែភ្នែកសម្លឹងទៅគ្រូអាគមនោះដែលធ្វើឲ្យគេញ័រដៃភ័យញ័រសាច់ចម្លែករសាប់រសល់ចិត្តជាខ្លាំងបន្ទាប់មកគុណក៏ឆ្លើយយ៉ាងរហ័សថាឆាប់បើកទៅវាចេញមួយគ្រាប់គ្រូអាគមក៏ចាប់ផ្ដើមភ័យញ័រចំប្រប់លើកដៃបើកផ្ទើស្ពនបង្ហាញលេខ1ដែលធ្វើឲ្យអ្នកភូមិទាំងអស់ស្រែកហូរសប្បាយក្អាកក្អាយផ្ទះដៃកឹកកងរំពងពេញភូមិប៉ុន្តែនាយដង្ខៅបែរជាធ្វើមុខខឹងសម្បានិងស្រែកសន្ធាប់មកវិញថាយើងមិនព្រមទេពួកអញលេងល្បិចបន្ទាប់មកនាយដង្ខៅក៏បញ្ជាឲ្យបើកបម្រើជាច្រើនអ្នកចេញមកចាប់គុណព្រមទាំងគ្នារីឯនាយវ៉ាន់ដែលឈរពីក្រោយគុណក៏ស្ទុះយ៉ាងរហ័សហក់ផ្លោះរបងតោងមើលឈើក្បែរនោះឡើងទៅដល់លើផ្ទះឈរពីមុខដង្ខៅនោះភ្លាមនាយវ៉ាន់ក៏ចាប់លើកនាយដង្ខៅដោយប្រើដៃមួយចំហៀងប្រុងទម្លាក់មកដីឯងនៅចាំយើងអត់អាដង្ខៅអប្រិយនាយវ៉ាន់សួរបញ្ជាក់ទៅដង្ខៅស្របពេលដែលគេភ័យសឹងតែលេចនោមព្រោះមើលស្គាល់ថាជានាយវ៉ាន់ដែលជាមេចៅព្រៃបេះនឹងប្រហារគេកាលពីប្រមាណឆ្នាំមុននោះនាយវ៉ាន់ក៏បន្តថាកាលមុនឯងធ្លាប់សន្យាថាឈប់ធ្វើបាបអ្នកភូមិទៀតហើយនឹងខំធ្វើល្អចុះឥឡូវនេះយ៉ាងម៉េចវិញឯងជឿទេថាយើងអាចបោះឯងទៅដីឲ្យបាក់កស្លាប់ឥឡូវនេះគុណលើកដៃខាត់នាយវ៉ាន់កុំឲ្យធ្វើប្រេះផ្ដាស់ភ្លាមនោះនាយវ៉ាន់ក៏បោះដង្ខៅទៅលើរនាបផ្ទះលីសូក្រាំងស្ទើរតែបាក់ចង្កេះពួកកំឡោះដែលជាទាសកររបស់ដង្ខៅស្រែកហូរសប្បាយព្រោះចាប់ពីពេលនេះទៅពួកគេលែងរស់នៅដោយវេទនាទៀតហើយនិងមានអ្នកខ្លះមកអោនគោរពសុំទោសគុណដោយកោតក្រែងបាត់ថាបានលើសលួសនិងមើលងាយសមត្ថភាពរបស់ក្រុមគុណមុននេះគុណមិនបានថាអ្វីច្រើនឡើយដោយគ្រាន់តែផ្ដាំទៅពួកគេដោយខ្លីថាបងប្អូនទាំងអស់គ្នាគួរកុំសេពគប់ប្រឡូកនៅក្នុងលបែងអីទោះវានាំឲ្យតែវិនិច្ឆ័យប៉ុណ្ណោះគ្មានចំណេញអ្វីដល់ខ្លួននិងគ្រួសារទេក្រុមអ្នកកំឡោះនិងទាសករផ្សេងទៀត
បានប្រមាណប្រមូលប្រាក់នៅក្នុងខ្លួនដែលមានប៉ុន្មានជួយទិញគោក្របីឲ្យគុណបានប្រមាណជា50ក្បាលដែលជាថ្នូរនឹងការដឹងគុណដែលបានជួយពួកគេនៅវេលាយប់នោះគុណបានសម្រាកនៅក្នុងភូមិដែលមានការជួយយកអាសាពីប្រុសៗកំឡោះជាច្រើនខ្លះរៀបជាបាយទឹកខ្លះជាកន្លែងស្នាក់នៅនិងបម្រើការខុសត្រូវអ្នកទាំង5មិនឲ្យទាស់ចិត្តឡើយនៅព្រឹកបន្ទាប់គុណបានចេញដំណើរត្រឡប់មកភូមិវិញព្រោះចំនួនគោអំពែដែលត្រូវការគ្រប់ចំនួនហើយម្យ៉ាងពួកគេចេញពីស្រុកភូមិមកយូរដែរហើយត្រូវរូតរះប្រញាប់ត្រឡប់ទៅវិញបើមិនដូច្នោះទេស្បៀងអាហារដែលបំរុងទុកច្បាស់ជាខូចអស់មិនខានមុននឹងចេញពីភូមិមានអ៊ំវ័យចំណាស់ម្នាក់បានមកជូនដំណើរនិងបានផ្ដាំផ្ញើឲ្យគុណឧស្សាហ៍មកលេងពួកគាត់ផងប៉ុន្តែចុងក្រោយលោកអ៊ំក៏បានមានប្រសាសន៍ដែលមកចត់ថាក្មួយធ្វើដំណើរតាមផ្លូវត្រូវប្រយ័ត្នប្រយែងផងថ្មីនេះបានទទួលដំណឹងមកថាមានពួកអ្នករៀនពឹសនិងថ្នាំបំពុលដែលធ្វើទុកបុកម្នេញស្ទើរគ្រប់ភូមិឲ្យតែមានគោក្របីច្រើនពួកវាមិនបានលួចប្លន់អ្វីទេប៉ុន្តែចេតនាគឺចង់បំពុលសម្លាប់ចោលតែម្ដងកាលពីប៉ុន្មានថ្ងៃមុននេះគោក្របីរបស់លោកលង្ខៅងាប់ស្ទើរតែអស់រកមុខមិនឃើញសោះបើតាមខ្ញុំសង្ស័យគឺមានតែពួកវានោះហើយគ្មានអ្នកណាផ្សេងទេស្ដាប់ប្រសាសន៍អ៊ំប្រុសចោមគុណនឹងវ៉ាន់មើលមុខគ្នាព្រោះនៅឯភូមិលើរបស់ពួកគេក៏ទើបតែជួបរឿងនេះកាលពីអាទិត្យមុននេះប៉ុណ្ណោះគុណក៏តបទៅវិញថាអូនៅភូមិនេះជួបរឿងអញ្ចឹងដែរអ៊ំភូមិខ្ញុំអាណោះតែមួយយប់ងាប់អស់30-40ក្បាលបើមិនអញ្ចឹងទេខ្ញុំក៏មិនកាត់ត្រោកកាត់ត្រែងបករកទិញគោក្របីដល់ទីនេះទេអ៊ំវ័យចំណាស់តបអូអញ្ចឹងគឺរត់តែត្រូវប្រយ័ត្នហើយក្មួយព្រោះយើងមិនដឹងពីគោលបំណងរបស់អ្នកប្រព្រឹត្តឡើយថាពួកគេចង់បានអ្វីឲ្យពិតប្រាកដរទេះក្រុមមេភូមិគុណក៏ចាប់ផ្ដើមចេញដំណើរដែលមានរទេះ5គ្រឿងហើយមួយគ្រឿងត្រូវចងភ្ជាប់គោចំនួន6ក្បាលទៅជាមួយព្រោះថាអ្នកភូមិបានឲ្យគោថែមជាច្រើនក្បាលដូច្នេះហើយទើបពួកគេទំនងមិនអាចធ្វើដំណើរបានលឿនដូចពេលមកនោះឡើយធ្វើដំណើរអស់ពេល3ថ្ងៃកាត់ព្រៃដ៏ស្ងប់ស្ងាត់ពួកគេក៏បានមកដល់តំបន់ថ្នោតជ្រុំមួយដែលកាលពីដែលពួកគេមកក៏បានសម្រាកនៅត្រង់នេះដែរពួកគេក៏ចាប់ផ្ដើមរៀបចំឈប់សម្ចតសម្រាកសិនព្រោះវេលាល្ងាចណាស់ទៅហើយដែរភ្នក់ភ្លើងដ៏ធំមួយក៏ត្រូវបានដុតឲ្យឆេះឡើងដើម្បីកម្លាពពួកសត្វព្រៃកាចសាហាវមួយចំនួនគុណក៏ចាប់ផ្ដើមរៀបចំដាក់កម្លាំងយាមការម្ដងម្នាក់ព្រោះពាហនៈច្រើនក្បាលណាស់បើប្រហែលអាចនឹងមានហេតុការណ៍អាក្រក់ណាមួយកើតឡើងនាយកើតនិងនាយកែដែលជាបងប្អូននឹងគ្នានោះក៏ត្រូវទទួលបន្ទុកយាមមុនគេចាប់ពីពាក់កណ្ដាលអត្រាទៅបន្ទាប់ពីពួកគេទាំង5ចែកផ្លូវគ្នាសម្រាប់យកកម្លាំងរៀងខ្លួនគួរបញ្ជាក់ផងដែរថានាយកើតនាយកែនិងនាយទូលដែលជាអតីតកូនចៅរបស់នាយកាយបានរួមដំណើរមកជាមួយគុណនេះពួកគេទាំង3គឺសុទ្ធសឹងតែជាអ្នកមានវិជ្ជាការខ្លួនពូកែមិនចាញ់នៃវ៉ាន់ប៉ុន្មានទេនៅប្រធមយាមដែលជាយាមដំបូងសភាពព្រៃក៏ស្ងប់ស្ងាត់ដោយធម្មតាប៉ុន្តែលុះវេលាស្ទើរតែឈានចូលយាមទី2គឺមជ្ឈមយាមគឺនៅពាក់កណ្ដាលអាត្រេតនោះវងឆ្កែព្រៃក៏ចាប់ផ្ដើមលូប្រដាក់គ្នាល្វើយពីគ្រប់ទិសទីមកសូរសន្ធឹកព្រោះជីវងគួរឲ្យព្រឺក្បាលទោះបីជាពួកគេអ្នករស់នៅក្នុងព្រៃទៅហើយក៏ដោយសម្រាប់ជំនួនាពេលរាត្រីរឹងរិតកញ្ញាំងឲ្យបរិយាកាសបដូរផ្លាស់អាកាសធាតុត្រជាក់គឺសឹងតែរឹងធ្គាម្នាក់ទៅហើយនាយកើតព្រមទាំងនាយកែចាប់ផ្ដើមទទួលអារម្មណ៍ចម្លែកត្បិតអីពួកគេបានអោនទៅជាស្ដាប់ជាប់នឹងដីក៏ដូចជាលឺសន្ធឹករត់ជីវងមានចំនួនសត្វច្រើនសម្ដៅមកពួកគេមិនមកអង្គយូរពួកគេទាំងពីរបានដាក់អ្នកផ្សេងទៀតឲ្យក្រោកនឹងត្រៀមខ្លួនប្រយុទ្ធ
មិនយូរប៉ុន្មាននាយទូក៏បានស្រែកស្ទើរតែផ្លាត់សំឡេងព្រោះមានឆ្កែព្រៃមួយក្បាលធំសម្បើមនៅឈរនឹងមុខគេកំពុងតែក្រហឹមបញ្ចេញសំឡេងនិងហូរទឹកមាត់រលាក់អមដោយកៅភ្នែកក្រហមពីរគ្រាប់បាក់ធំធំសម្លក់មកនាយទូលផងដែរភ្លាមនោះឆ្កែចចកព្រៃក៏ហក់សម្ដៅទៅនាយទូលដោយចង្កូមលៀនចេញមកក្រៅប្រងនឹងខំនាយទូលបោកនឹងដីឲ្យស្លាប់តែម្ដងប៉ុន្តែចចកព្រៃមួយក្បាលនោះហាក់មើលស្រាលបរោះដៃមួយចំហៀងម្នាក់នេះពេកហើយដោយមិនដឹងទៀតថាដៃស្ដាំរបស់នាយទូលមានកម្លាំងទម្ងន់ស្ទើរប៉ុនដំរីធំមួយក្បាលឯណោះគ្រាន់តែវាហក់លោតចូលមកភ្លាមនាយទូលដាក់មួយដៃមហាទម្ងន់ចំក្បាលប្រកាច់ញាក់ជើងស្លាប់ភ្លាមប៉ុន្តែសភាពចលាចលមិនទាន់ស្ងប់នោះទេព្រោះវងចចកព្រៃក៏ដូចជាចង់ប្រមាញ់ចំណីដែលច្រើនសន្ធឹកនាពេលនោះគូអំពែជាច្រើនក៏ចាប់ផ្ដើមផ្អើលដាច់ខ្សែរត់ពេញព្រៃព្រោះពួកវាត្រូវចចកហក់ខាំចំរោមពេញទាំងខ្លួនគុណស្រែកឲ្យនាយវ៉ាន់ហុចដាវបុរាណឲ្យគេព្រោះឃើញនាយវ៉ាន់ទំនងដូចជាប្រហារចចកទាំងនោះមិនត្រូវសំបីមួយក្បាលហើយថែមទាំងត្រូវពួកវាចំរោមព្រួតខាំក៏ស្ទើរតែរត់មិនទាន់នាយវ៉ាន់បោះដាវបុរាណឲ្យគុណស្របពេលដែលគុណចាប់យ៉ាងរហ័សរវាងដាវបុរាណនិងគុណដូចជាមាននិស័យចម្លែកពីយូរណាស់មកហើយគ្រាន់តែមកដល់ដៃគុណភ្លាមមានកម្លាំងដូចដំរីសាស្ទុះកាប់ចចកងាប់ជាច្រើនខ្លះដាច់ក្បាលខ្លះដាច់ខ្លួនជាពីរងាប់ពីសវាលដែលជាហេតុធ្វើឲ្យវងចចកទាំងនោះរអាដោយអំណាចដាវបុរាណដ៏ខ្លាំងក្លានោះបន្តិចក្រោយមកឆ្កែចចកទាំងអស់នោះក៏ចាប់ផ្ដើមរត់ទៅវិញម្ដងមួយរហូតអស់គ្មានសល់ស្ថានភាពស្ងប់ស្ងាត់ទៅបន្តិចព្រោះក្រុមចចករសាយម្ដងមួយចូលទៅព្រៃវិញអស់ហើយប៉ុន្តែគោជាច្រើនក្បាលបានផ្អើលដាច់ខ្សែរត់ចូលព្រៃអស់មួយចំនួនធំអ្នកទាំង5មានឈាមប្រឡាក់ពេញខ្លួនព្រោះការប្រយុទ្ធមុននេះគុណហាក់អស់អារម្មណ៍ភ័យព្រួយទៅបន្តិចក៏ព្រោះតែឃើញអ្នកផ្សេងទៀតគ្មានរបួសអ្វីដែលធ្វើឲ្យគុណព្រួយបារម្ភជាងគេនោះគឺនាយទូលព្រោះគេមានដៃតែម្ខាងប៉ុន្តែបន្ទាប់ពីឃើញការប្រយុទ្ធរបស់គេហើយគុណពិតជាស្ងើចនឹងកម្លាំងដៃមួយចំហៀងរបស់គេណាស់ភ្លាមនោះដែរពួកគេក៏ចាប់ផ្ដើមប្រមូលគោចូលមកវិញដែលខ្លះរត់ចូលព្រៃស្ទើរតែអស់ទៅហើយនៅប្រមាណជា10ក្បាលប៉ុណ្ណោះហើយពួកគេក៏ចាប់ផ្ដើមរកកន្លែងសម្រាករៀងៗខ្លួនប៉ុន្តែគុណក៏ដូចជាធុំក្លិនផ្សាយអ្វីឆ្ងៀមដូចជាមានអ្នកណាដុតអ្វីមួយដែលមានសភាពរហ័សប្រហែលទៅនឹងការដុតរូមន្ទីអញ្ចឹងគោជាច្រើនក្បាលចាប់ផ្ដើមបញ្ចេញខ្យល់តាមច្រមុះហើយខ្លះក៏ចាប់ផ្ដើមឆ្លក់កណ្ដាស់ក្រវីក្បាលដើរទៅមុខទៅក្រោយព្រោះតែទ្រាំនឹងក្លិនរបស់វានោះមិនបានក្លិនមានកាន់តែខ្លាំងឡើងរសាត់មកតាមខ្យល់មិនចេះអស់ខណៈនោះគោទាំង10ក្បាលក៏បានចាប់ផ្ដើមដួលម្ដងមួយបែកពពុះមាត់ប្រកាច់ស្លាប់ភ្លាមឃើញដូចនោះពួកគេដឹងថាប្រកាសជាការវាយប្រហារពីសំណាក់ពួកអ្នកប្រើថ្នាំពុលទៀតហើយម្នាក់ក៏ចាប់ផ្ដើមវិលមុខធេងធងរកកលនឹងដួលដែរព្រោះទ្រាំនឹងក្លិននោះមិនបាននាយវ៉ាន់ដែលធ្លាប់មានបទពិសោធន៍គេក៏បានដកកំបិតស្នៀតចាក់ទៅគោលមួយក្បាលដែលដេកងាប់ក្បែរនោះនិងបង្ហូរឈាមដាក់ក្រណាត់មកចងជាប់ច្រមុះដើម្បីបន្សាបក្លិនថ្នាំពុលពួកគេទាំង5បានយកឈាមគោដែលមានក្លិនឆ្អាបចងជាប់ច្រមុះគ្រប់គ្នាឃើញថាបានផលល្អប្រសើរណាស់ព្រោះក្លិនថ្នាំពុលមិនអាចធ្វើអ្វីពួកគេបានឡើយដោយដឹងថាសភាពការមិនអាចគ្រប់គ្រងបានព្រោះថាសត្រូវនៅទីងងឹតជាពិសេសពួកវាយប្រហារដោយគ្មានដានជាក់លាក់ណាមួយឡើយគុណក៏បានឲ្យអ្នកទាំងអស់គ្នាចាក់ចេញពីទីនោះភ្លាមដោយចុងក្រោយមានតែគោពី3ក្បាលប៉ុណ្ណោះដែលនៅរស់ការធ្វើដំណើរទាំងអត្រាជប់ស្ងាត់នាកណ្ដាលព្រៃក្រាស់ដែលមានអាកាសធាតុជះឥទ្ធិពលពីព្រៃឈើធ្វើឲ្យត្រជាក់សឹងតែចេញផ្សែងតាមមាត់ក្រោមស្ថានភាពភ្លើងចន្លោះភ្លឺផ្លុងតាមកន្លងផ្លូវដែលពិបាកខ្លះស្រួលខ្លះធ្វើឲ្យអារម្មណ៍របស់ពួកគេទាំង5នាក់ហាក់មិនអស់ចិត្តសោះហើយរឹតតែកើតចិត្តខឹងសម្បាព្រ
ព្រោះតែងតែចាញ់ប្រៀបឲ្យគ្រូថ្នាំពឹសលាក់មុខនោះរហូតម្ដងជា2 ដងហើយក៏នឹកឆ្ងល់ដែរថាហេតុអ្វីក៏ពួកគេតាមព្យាបាលក្រុមខ្លួននិងអ្នកភូមិសម្បើម្លេះតើអ្នកភូមិលើធ្លាប់មានគំនុំអ្វីជាមួយគ្រូថ្នាំពុលទាំងអស់នោះតាំងពីពេលណាលុះពួកគេធ្វើដំណើរមកដល់ត្រង់ផ្លូវបំបែកជា4 មួយក៏ស្រាប់តែឃើញមានពន្លឺភ្នក់ភ្លើងដែលបញ្ជាក់ថានោះជាអ្នកដំណើរដែលដេកព្រៃដូចគ្នាហើយភ្លាមនោះដែរក៏មានអ្នកកំឡោះ2 នាក់ស្ទុះរត់ចេញមកទាំងអស់សប្បាយឥតថ្លែងសម្ដៅមករកគុណធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំងសឹងតែមិនជឿនឹងភ្នែកហាអូនភឿនតើមិនក៏ចាយដន់ម្លេះកំឡោះភឿនប្រញាប់រត់មកសម្ដៅគុណនិងបង្ហាញអារម្មណ៍ត្រេកអរឥតអ្វីថ្លែងព្រោះមិនស្មានថាអាចជួបគុណនៅទីនេះសោះខណៈពេលដែលរូបគេចេញពីភូមិអស់ពេល1 អាទិត្យទៅហើយដើម្បីស្វែងរកគុណនៅភូមិខាងកើតនេះព្រោះថានៅភូមិលើក៏ស្ទើរតែវិនិច្ឆ័យខ្ទេចអស់ហើយអ្នកភូមិជាច្រើនត្រូវបានជំនះចេញពីភូមិទៅរស់នៅតាមព្រៃហើយមានក្មេងចាស់មួយចំនួនបានស្លាប់ទៀតផងអំយូនិងអ្នកភូមិប្រុសមិនអាចទប់ទល់ជាមួយនឹងថ្នាំពឹសដែលកំបាំងមុខនោះបានទេបើក្រុមគុណវិលត្រឡប់ទៅភូមិមិនទាន់អាចសភាពការកាន់តែធ្ងន់ធ្ងរជាងនេះក៏ថាបានកំឡោះភឿនរៀបរាប់តាមទឹកភ្នែកនឹងការព្រួយបារម្ភចំណែកគុណនិងអ្នកផ្សេងទៀតក៏ចាប់ផ្ដើមកើតកំហឹងទុកមិនជាប់ព្រោះថាពួកគេទាំងនោះប្រងកំចាត់ភូមិលើឲ្យវិនិច្ឆ័យហើយតើបើគុណមិនអាចសងសឹកកំហឹងនេះទេគឺមិនគប្បីចំពោះអ្នកភូមិដែលបានបាត់បង់ជីវិតនោះឡើយនៅខណៈនោះក្រុមគុណក៏ចាប់ផ្ដើមសម្រេចចិត្តត្រឡប់ក្រោយមកកន្លែងដែលពួកគេសម្រាកមុននេះវិញព្រោះសង្ឃឹមថាអាចនឹងមានដានខ្លះៗពីគ្រូថ្នាំពុលចង្រៃទាំង2 នាក់នោះលុះមកដល់ភ្លាមពួកគេក៏ឃើញមនុស្ស2 នាក់កំពុងតែកាន់កូនផ្តិលតូចមួយដើរត្រង់យកសម្បោរគោដែលងាប់ដោយសារថ្នាំពុលមុននេះពួកគេបានលួចមើលពីសកម្មភាពរបស់មនុស្ស2 នាក់នោះដោយយកចិត្តទុកដាក់ម្នាក់មានតូចខ្លួនទឿកម្ពស់សឹងតែ1 ម៉ែត្រពីដីខ្លួនខ្មៅដូចលាបម្រ័ក្សណ៍ទឹកមុខគួរឲ្យខ្លាចបើពិនិត្យតាមពន្លឺភ្លើងភ្នក់ដែលឆេះក្បែរនោះរីឯម្នាក់ទៀតវិញរាងខ្ពស់ចង្គ្រោងគ្មានសាច់គ្មានឈាមស្គមជើងម្រឹកអត់អាហារ3 ខែទៅទៀតគុណនិងអ្នកផ្សេងទៀតក៏សន្និដ្ឋានបានថាគឺច្បាស់ជាពួកគេនេះហើយដែលពួកកាយខាងលួចដាក់ថ្នាំពុលនោះម្នាក់ទប់កំហឹងសឹងមិនជាប់បើទោះបីជាបំបែកសាកសមឲ្យខ្ទេចខ្ទីជាផេះក៏មិនអាចសាកស្រានកំហឹងដែលពួកគេបានធ្វើទៅលើអ្នកភូមិលើកន្លងមកដែរតាមពិតទៅគឺពួកវានេះមែនកាលនៅព្រៃពីមុនខ្ញុំក៏ធ្លាប់ឃើញពួកគេដែរប៉ុន្តែសភាពធម្មតាមិនមែនដូចបិសាចអញ្ចឹងទេនេវ៉ាន់និយាយទៅគុណខ្សឹបមុននឹងបន្តទៀតថាអ្នកទាំងអស់គ្នាត្រូវប្រយ័ត្នប្រយែងអាមួយមានតូចទៀបនោះផងបើតាមខ្ញុំដឹងវានោះខ្លាំងមិនចាញ់នៃវ៉ែនមេរបស់វាប្រមាណនោះទេតាមពិតទៅពួកគេទាំង2នេះហើយដែលជាកូនចៅចំណិតបំផុតរបស់នៃវ៉ែនដែលស្លាប់ទៅគេទាំង2មានជំនាញខាងផ្សំថ្នាំពុលនិងបានការបង្ហាត់បង្ហាញពីនៃវ៉ែនផងទើបកាន់តែសាហាវព្រៃផ្សៃយកខ្លួនសាកថ្នាំពុលជាច្រើនរហូតប្រតិកម្មធ្វើឲ្យខ្លាចទៅជាមនុស្សមិនដូចមនុស្សខ្មោចមិនដូចខ្មោចអញ្ចឹងទៅពួកគេទាំង2មានឈ្មោះថាអាក្លឹមហើយនិងអាខ្លាដែលហេតុតែចងគំនុំជាមួយគុណបានសម្លាប់មេរបស់ខ្លួនកន្លងទៅទើបពួកគេចង់កំចាត់អ្នកភូមិចោលដើម្បីសងសឹកឲ្យមេរបស់គេគឺនាយវ៉ែននោះឯងគុណចាប់ផ្ដើមហូតដាវចេញពីស្រោមត្រៀមខ្លួនទល់ជាមួយម្នាក់ដែលនាយវ៉ាន់ថាខ្លាំងពូកែជាងគេនោះប៉ុន្តែមុននឹងចេញប្រយុទ្ធពួកគេបានយកក្រណាត់ជ្រលក់ដោយទឹកម៉ូតរួមជាប់ច្រមុះដើម្បីបង្ការត្រូវថ្នាំពុលរបស់គូសត្រូវរៀបចំខ្លួនស្រេចបាត់នាយវ៉ាន់បានដកកំភ្លើងវែងដែលស្ពាយក្រោយខ្នងតម្រង់បាញ់ភ្លាមសម្ដៅទៅអាខ្លាប៉ុន្តែគ្រាន់តែស្នូកំភ្លើងផ្ទុះភ្លាមអាខ្លាស្រាប់តែរលៃបាត់តាមខ្យល់ឆឹងមិនដឹងទៅទីណាពួកគេមើលមុខគ្នាទៅវិញទៅមកដោយក្តីបារម្ភត្បិតអី
ពួកគេទាំងពីរនោះអាចនឹងមានអាគមការពារខ្លួនប្រហាក់ប្រហែលគ្នាទៅនឹងគ្រូរបស់ពួកគេគឺនាយវ៉ែនដែរប៉ុន្តែទោះជាយ៉ាងនេះក្តីមិនមែនក្រុមគុណទើបប្រជួបរឿងនេះម្ដងពីរដងឯណាហើយក្រុមគុណទៀតសោតក៏មិនមែនជាអ្នកសាមញ្ញគ្មានវិជ្ជាការពារខ្លួនអ្វីនោះដែរបន្ទាប់ពីអាខ្លានិងអាក្លឹមជិតខ្លួនបាត់គុណក៏ចាប់ផ្ដើមក្តៅភាយចេញពីដើមទ្រូងភ្លាមនោះកៅភ្នែកទី3របស់គុណឃើញស្រមោលមនុស្ស2នាក់ដែលពួនលាក់ខ្លួននៅលើដើមឈើមួយដ៏ធំដែលទំនងពួកគេដូចជាមិនហ៊ានប្រយុទ្ធទល់ជាមួយក្រុមគុណឡើយគុណប្រងនឹងប្រាប់គ្នាឲ្យធ្វើអ្វីមួយយ៉ាងដើម្បីឲ្យអាខ្លានិងអាក្លឹមចុះមកវិញប៉ុន្តែរំពេចនោះក៏មានដំណក់ទឹកតូចស្រក់ចុះមកធ្លាក់លើខ្លួនពួកគេសភាពដូចជាមេឃកំពុងតែរលឹមតែទឹកភ្លៀងអាណាមានសភាពក្រហាយលើស្បែកសឹងតែរលាកម្នាក់មានអារម្មណ៍ធេងធងរកកលតែនឹងសន្លប់បន្ទាប់ពីដឹងថានេះជាថ្នាំពឹសដែលពួកគេបានបាយសាច់ពីខាងលើមកគុណក៏បានប្រាប់ឲ្យនាយវ៉ាន់ដែលរហ័សរហួនជាងគេនោះហោះស្ទុះឡើងទៅលើក្នុងគោលបំណងចាប់គ្រូថ្នាំពឹសទាំងពីរឲ្យមកដីប្រយុទ្ធគ្នាទល់ទើបមានសង្ឃឹមអាចកម្ចាត់ពួកគេបានវ៉ាន់ក៏ចាប់ផ្ដើមតោងមែកឈើដែលមានវល្លិស៊ុបទ្រុបឡើងទៅលើយ៉ាងរហ័សដើមឈើទាំងមូលក៏ចាប់ផ្ដើមរង្គើនិងមានសំឡេងព្រុសព្រះស្រាប់តែបន្តិចក្រោយមកអាខ្លាខ្លួនខ្លីក៏ធ្លាក់មកដល់ដីលឺសូតដឹបរមៀល 3-4 ត្រឡប់ឃើញដូចនោះនាយទួលក៏ស្ទុះហក់ទៅថែមតែក៏ត្រូវអាខ្លាដាក់មួយជើងប៉ាងថយក្រោយមកវិញអាខ្លាក៏បានបាច់ម្សៅអ្វីមួយយ៉ាងក្នុងគូបំណងរត់គេចខ្លួននាយខ្លាខ្លួនខ្លីឃើញឱកាសល្អក៏គេចខ្លួនចេញប្រុចប៉ុន្តែมันអាចគេចផុតពីមុខគុណឡើយគឺគុណបានឈរពាំងផ្លូវជាប់ឯងធ្វើបាបកម្មយូរណាស់មកហើយល្មមដល់ពេលគ្រប់គ្រាន់ឲ្យឯងសងបញ្ជីទាំងចាស់ទាំងថ្មីដល់អ្នកភូមិយើងហើយគុណឈរនិយាយដើរកំហឹងទៅអាខ្លាដោយដឹងថាពិបាកគេចខ្លួនអាខ្លាបានត្រៀមជាស្រេចក្នុងការទល់ជាមួយគុណហក់ចូលទៅរកអាខ្លាភ្លាមដោយធាក់មួយជើងចំខ្លួនវាប៉ុន្តែដូចជាមានអារម្មណ៍ថាធាក់ត្រូវថ្មអញ្ចឹងមិនដឹងជាអាគមស្អីវាទេបានជាខ្លួនប្រាណរបស់អាខ្លាទៅជារឹងដូចផ្ទាំងសិលាយ៉ាងនេះអាខ្លាបានស្ទុះចូលមកម្ដងព្រោះឃើញគុណដូចជាគ្មានអំណាចអ្វីគួរឲ្យខ្លាចដោយពាក្យចចាមអារាមនោះទេប៉ុន្តែលើកនេះគុណបានសោយអាគមមហាទម្ងន់ដៃស្ដាំរួចស្រេចគ្រាន់តែអាខ្លាខ្លួនខ្លីចូលមកក៏ត្រូវមួយដៃចំកណ្ដាលមុខបែកផ្កាភ្លើងពេញភ្នែកវិលដូចអណ្ដើកត្រូវភ្លើងសឹងតែប្រកាច់ដាច់ខ្យល់ម្ដងនេះអាខ្លាហាក់បាត់អំនួតទៅខ្លះញ័រដៃញ័រជើងសំបីតែថ្នាំពឹសរកនឹកប្រើមិនកើតផងបន្ទាប់ពីស្គាល់កម្លាំងទម្ងន់ដៃរបស់គុណអាខ្លាប្រុងរកផ្លូវរត់ដោយវាស្ទាបរាវរកថងថ្នាំប៉ុន្តែថងមិនដឹងជាជ្រុះបាត់តាំងពីពេលណាមកទេទំនងក៏ប្រហែលជាជ្រុះពេលដែលត្រូវមួយដៃមុននេះហើយនាយកើតនាយកែព្រមទាំងនាយវ៉ាន់កំពុងតែរកទំនងដែលអាចកម្ចាត់អាក្លឹមចោលគេម្នាក់នេះបើរឿងថ្នាំពឹសមិនពូកែប៉ុន្មានទេប៉ុន្តែវិជាអាគមនិងគុណការពារខ្លួនលើសអាខ្លាឆ្ងាយណាស់ដោយដឹងថាมันអាចកម្ចាត់គ្រូពឹសទាំងពីរនេះបានស្រួលគុណបានដកដាវចេញពីស្រោមដែលពីដំបូងមិនចង់ប្រើវានោះទេព្រោះយល់ថាដាវបុរាណនេះមានអានុភាពខ្លាំងក្លាពេកបើដកកណ្ដាលព្រៃស្ងាត់បែបនេះប្រកាសជាផ្អើលអស់ពពួកទេពនិករអមោះមេឃដែលមានជីវិតអាស្រ័យព្រៃប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គ្មានជំរឿនផ្សេងក្រៅពីនេះទេគ្រាន់តែគុណដកដាវបុរាណចេញផុតពីស្រោមសន្តិខ្យល់ក៏ចាប់ផ្ដើមបោកបក់វល់មិនប្រកបទិសព្រៃឈើធំចាប់ផ្ដើមយល់យកបក់បោកតាមកម្លាំងវាយូសត្វព្រៃខ្លះដែលដេកអាស្រ័យតាមទីដើមឈើខ្ពស់ក៏ចាប់ផ្ដើមស្រែកហៅកិនជ្រាវកងរំពងព្រៃទាំងកណ្ដាលយប់ស្ងាត់ប៉ុន្តែមើលទំនងទៅអាខ្លានិងអាក្លឹមដូចជាមិនញញើតនឹងអំណាចដាវបុរាណបន្តិចសោះបើជាឈរទល់ខ្នងគ្នាភាវនាអាគមអ្វីមិនដឹងតែដូចជាព្យាយាមសូត្របង្ក្រាបអំណាចរបស់ដាវបុរាណនោះ
ព្រោះមើលទៅដៃរបស់គុណដែលកំពុងតែកាន់ដាវបុរាណក៏ចាប់ផ្ដើមញ័រទៅត្រឹកនិងហាក់បាត់អំណាចនៅក្នុងខ្លួនជាពិសេសគឺហាក់ដូចជាគ្មានអំណាចក្នុងការបញ្ជាវាទៀតទេនៅខណៈនោះដែរគុណក៏ហក់លោតចូលទៅកាប់គ្រូធ្មប់ទាំងពីរនោះធ្វើឲ្យសន្ធឹកលាន់លឺរង្គើព្រៃបែកផ្កាភ្លើងឬចិញ្ចាចប៉ុន្តែអាខ្លានិងអាក្លឹមមិនមានរបួសអ្វីបន្តិចសោះបែរជាគុណអានេះវិញទេត្រូវហូរឈាមជោគដៃមួយចំហៀងដោយមិនដឹងទៅត្រូវនឹងអ្វីគុណទទួលអារម្មណ៍ដឹងភ្លាមថាដៃគេកម្រាស់លែងកាត់ទៅហើយនិងជ្រុះដាវទៅដីមួយរំពេចគុណមិនបានដឹងទេថានេះជាវិធីបដូរជីវិតចុងក្រោយរបស់អាខ្លានិងអាក្លឹមក្នុងការប្រើពឹសអាគមដើម្បីកម្ចាត់សត្រូវធ្វើដូចនេះពួកគេទាំងពីរក៏មានរបួសមិនចាញ់គុណប៉ុន្មានឡើយព្រោះអីពឹសទាំងនោះក៏បានជ្រាបចូលខ្លួនពួកគេទាំងពីរដែរវ៉ាន់ឃើញគុណហូរឈាមច្រើនក៏ប្រុងទាញដាវបារាណចូលទៅសារជាថ្មីប៉ុន្តែភ្លាមនោះក៏មានលោកតាម្នាក់ស្លៀកសពាក់សស្រែកខាត់ភ្លាមថាអាចៅឈប់សិនកុំអាចឆេវឆាវអ្នកគ្រប់គ្នាក្រឡេកមើលទៅលោកតាដែលមានវ័យចំណាស់ដោយកសាភ្នែកងឿងឆ្ងល់ខណៈនោះពន្លឺភ្នែកនៅលើទ្រូងគុណក៏ភ្លឺព្រិចព្រិចហើយគុណក៏និយាយខ្សឹបខ្សឹបស្ទើរតែស្ដាប់មិនឮទៅនៃវ៉ាន់គឺលោកតាដាំរាងកាយគុណក៏អស់ចំហដួលព្រោះថ្នាំពឹសបានជ្រាបចូលពេញខ្លួននិងសន្លប់ស្ដុកស្ដង្ទៅលើដីភ្លាមអាចៅទាំងអស់កុំអាលចូលទៅចិត្តខ្លួនពួកវាទាំងពីរនោះអីលោកតាដាំមានប្រសាសន៍និងបន្តថាវាប្រើវិធីនេះដើម្បីបង្ខំឲ្យពឹសដែលមាននៅក្នុងខ្លួនទាំងប៉ុន្មានរបស់វាចេញមកក្រៅបើពួកវាធ្វើបានសម្រេចមែនទាំងមនុស្សទាំងសត្វដែលនៅក្នុងព្រៃនេះទំហំ50យោជន៍4ជ្រុងនឹងស្លាប់គ្មានសល់ម្នាក់ទេមានប្រសាសន៍ដល់ត្រឹមនេះលោកតាដាំបានបែរទៅនៃវ៉ាន់រួចបន្តប្រសាសន៍ថានៅសល់តែឯងម្នាក់ទេចៅវ៉ាន់ដែលអាចរារាំងពួកវានេះបានលោកតាដាំបានអោនរើសដាវបុរាណនិងបានដាក់ថ្នាំអ្វីមួយកណ្ដបចាក់ស្រោចទៅលើដាវនោះដែលមានក្លិនស្រដៀងទៅនឹងក្លឹមច័ន្ទក្រអូបឈ្ងុយហើយហុចឲ្យទៅនៃវ៉ាន់មុននឹងបន្តប្រសាសន៍ថាទាល់តែដាវនឹងមនុស្សមានចិត្តតែមួយហ៊ានស្លាប់ដើម្បីជួយអ្នកដទៃទើបចិត្តល្អអាចឈ្នះចិត្តអន្តរថៃសាហាវខូខើបាននៃវ៉ាន់ទទួលដាវពីលោកតាដោយមិនស្នាក់ស្ទើរនិងកាន់ក្តាប់យ៉ាងណែនប្រមូលអារម្មណ៍រត់សម្ដៅទៅអាខ្លានិងអាក្លឹមដែលកំពុងតែសោតដាស់អាគមពឹសនោះមួយដាវដែលនៃវ៉ាន់កាប់តែគ្រូអាគមទាំងពីរដោយកំហឹងចិត្តចង់សងសឹកធ្វើឲ្យអំណាចដាវបុរាណខ្លាំងក្លាជាងមុនឆ្ងាយណាស់ដោយអាខ្លាត្រូវចំដើមទ្រូងរយៈសឹងខ្ទាតថ្លើមចេញមកក្រៅបាញ់ឈាមខ្ចាយពេញដីស្លាប់បែកសាកសពជាពីរហើយអាក្លឹមវិញក៏ត្រូវមួយដាវដាច់ខ្លួនជាពីរកំណាត់ធ្លាយពោះវៀនធ្លាយពោះតាំងចេញមកក្រៅខ្លាចជាចំណីរបស់ឆ្កែព្រៃតូចធំដណ្ដើមគ្នាស៊ីឲ្យប្រញាយមនុស្សបាបកម្មទាំងពីរដែលយកជីវិតមនុស្សជនស្លូតត្រង់អស់ជាច្រើនចុងក្រោយគឺត្រូវកម្មពីតាមផ្ដន់ទីឲ្យស្លាប់ទាំងវេទនាបែបនេះបន្ទាប់ពីបាត់ខ្លួនអស់ជាច្រើនឆ្នាំលោកតាដាំស្រាប់តែបង្ហាញខ្លួនម្ដងទៀតនៅពេលនេះគ្រប់គ្នាតាំងពីចំនួននាយកាយនៅរស់រហូតដល់អ៊ំយូដែលជាសិស្សរបស់គាត់ផ្ទាល់ក៏គិតថាលោកតាប្រហែលជាស្លាប់បាត់ទៅហើយប៉ុន្តែពេលនេះលោកតាដាំនៅតែបន្តមានព្រះជន្មនៅរស់ដដែលអ្នកខ្លះយល់ថាគាត់បានក្លាយទៅជាសច្ចាងបងបត់ដែលគង់នៅក្នុងព្រៃជ្រៅទៅហើយមុននឹងត្រឡប់ទៅវិញលោកតាបានបន្សល់ទុកថ្នាំមួយកណ្ដបទុកឲ្យនៃវ៉ាន់ដើម្បីព្យាបាលរបួសគុណនិងបានមានប្រសាសន៍ថា
បិទថាគុណនឹងចៅវ៉ាន់ឯងមិនបានរៀនសូត្រផ្ទាល់ពីលោកតាពិតមែនប៉ុន្តែពួកឯងសុទ្ធសឹងតែជាមនុស្សល្អអាចខ្លាចជាទីពឹងដល់មនុស្សផងគ្នាបានតាត្រឡប់ទៅវិញហើយមិនបាច់តាមរកតាទេមានប្រសាសន៍ចប់តែប៉ុណ្ណេះលោកតាក៏បានដើរចូលទៅក្នុងស្បៃរាត្រីបាត់ស្រមោលឆឹងចាប់តាំងពីថ្ងៃនោះមកភូមិលើដែលមានគុណនៃវ៉ាន់និងបូករួមទាំងអ្នកភូមិចេះសាមគ្គីគ្នាទៀតធ្វើឲ្យភូមិលើរស់នៅដោយសុខសាន្តតចំនួនរៀងមក